រឿងឃាតកៈទាំង7ថ្ងៃនេះលោកមេឃុំរៀបនឹងចេញទៅប្រជុំស្រាប់តែភ្នាក់ងារមណ្ឌលសុខភាពមកអញ្ជើញលោកទៅចូលរួមប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងភូមិគាត់អំពីការចាក់ថ្នាំបង្ការជំងឺផ្សេងមេឃុំស្រែកប្រកែកថាគាត់មិនអាចទៅបានទេព្រោះជាប់ប្រជុំសំខាន់ណាស់ជាមួយក្រុមប្រឹក្សាឃុំស្ដីពីការអភិវឌ្ឍផ្លូវថ្នល់នៅក្នុងសហគមន៍ភ្នាក់ងារមណ្ឌលសុខភាពតបវិញថាការប្រជុំគ្នាអំពីការចាក់ថ្នាំបង្ការជំងឺគឺសំខាន់ជាងការប្រជុំលោកទៅទៀតការប្រជុំនោះគឺនៅក្នុងបន្ទប់ដ៏ធំងងឹតមួយលោកប្រធានទេទៅដោះដើរចូលក្នុងបន្ទប់ស្រែកថាឯណាសមាជិកទាំងអស់ស្មើនេះហើយនៅមិនទាន់មកជុំគ្នាទៀតនាងខាន់ស្លាក់ក៏ឡើងក្រហមប្រងាឆ្លើយថាខ្ញុំមកតាន់ពេលរាប់ព្រឹកព្រោះខ្ញុំមិនសូវមានការធ្វើទេឥឡូវគេរកគ្នាចាក់ថ្នាំបង្ការអស់ហើយនាងក្អកមាន់ក្អកខេតបថាខ្ញុំក៏ដូចជាខាន់ស្លាក់ដែរពិបាកណាស់ចម្លងមេរោគមិនបានទេលោកកញ្ជ្រិលខ្លួនឡើងកន្ទួលរវាមនឹងលោកស្វិតដៃជើងចូលមកដល់អ្នកទាំងពីរនិយាយដូចគ្នាថាអភ័យទោសលោកប្រធានបានជាខ្ញុំមកយឺតព្រោះខ្ញុំរវល់តែចម្លងរោគនៅក្នុងភូមិមួយដែលមានប្រជាជនជាច្រើនមិនយកកូនទៅចាក់ថ្នាំបង្ការអ្នកស្រីអាសន្នរោគឈរច្រត់ចង្កេះនិយាយថាខ្ញុំក៏អីចឹងដែររដូវនេះជារដូវក្តៅជាឱកាសដែលខ្ញុំត្រូវចម្លងជំងឺបើខ្ញុំដឹងថាមានអ្នកមិនបានទៅចាក់ថ្នាំបង្ការខ្ញុំចម្លងរោគភ្លាមអំបានមិញខ្ញុំចម្លងជំងឺទៅក្មេងៗបាន 3-4 នាក់ក្នុងនោះក្មេងម្នាក់បានស្លាប់ហើយឯម្នាក់ទៀតចិត្តដាច់ខ្យល់ស្លាប់លោករបែងក្អកខេះបានឡើងរាយការណ៍ថាខ្ញុំរវល់ណាស់មានភូមិ 3-4 នៅតំបន់ដាច់ស្រយាលគ្មានអ្នកណាចាក់ថ្នាំបង្ការសោះសប្តាហ៍ថ្ងៃនេះខ្ញុំកំពុងចម្លងរោគរបេងនៅទីនោះលោកប្រធានទេតាណូសធ្វើការបោកសរុបថាឥឡូវនេះយើងពិបាកចម្លងជំងឺណាស់ព្រោះមានថ្នាំបង្ការស្អីគេនោះយើងប្រហែលជាស្លាប់ដោយបងអត់ធន់អីចឹងខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថានៅតាមទីក្រុងគេនាំកូនចៅទៅចាក់ថ្នាំបង្ការអស់ហើយដូច្នោះយើងត្រូវនាំគ្នាសម្រុកទៅជនបទវិញពិសេសតំបន់ដាច់ស្រយាលព្រោះនៅទីនោះមានកុមារមិនទាន់ចាក់ថ្នាំបង្ការច្រើនណាស់ឥឡូវយើងមានសមាជិកថ្មីទៀតហើយគឺលោកអេតជំងឺនោះពុំទាន់មានថ្នាំបង្ការនៅឡើយដូច្នេះលោកប្អូនត្រូវចម្លងឲ្យបានច្រើនលោកមេឃុំស្ដាប់ហើយលាន់មាត់ថាអូគួរឲ្យបារម្ភណាស់ខ្ញុំនឹងទៅចូលរួម